ឥឡូវយើងត្រឡប់មកវិញអញ្ចឹងមុននឹងបន្តទៀតគ្រាន់តែឥឡូវយើងដំបូងនេះយើងអត់ធ្វើអី fancy ទៅជា layout ទៅជា website មួយឯងយើងគ្រាន់តែដឹងពីរបៀបបញ្ចូល CSS យើងនៅក្នុង HTML ឬក៏យើងសរសេរ style HTML ហ្នឹងអញ្ចឹងវាមាន3របៀប inline style សរសេរផ្ទាល់ទៅលើ HTML attribute ទៅលើ HTML element ហ្នឹងដោយប្រើ style attribute internal CSS សរសេរនៅក្នុង head text ហើយយើងត្រូវមាន selector ក្នុង head text យើងត្រូវមាន selector មួយទៀតគឺ external CSS ដែលអានេះគឺមែនទែនទៅគេប្រើ recommend ឲ្យយើងប្រើច្រើនហើយđâyបានគេ recommend ឲ្យយើងប្រើច្រើនយើងតិចទៀតយើងមើលអស់គ្នាអញ្ចឹង CSS property យើងបានយល់ហើយ CSS ជា CSS property ហើយជា value របស់ property ហ្នឹងយើងអាចដូរ background នេះជា property អញ្ចឹងណាជាទូទៅ property យើងមានតែជានេះជា basic ទេតែពិតវាមានច្រើនជាងនឹងទៀតវាមាន color យើងដឹងណាអាហ្នឹងដាក់ជា text color ជា background color ជា font size យើងអត់តន់ដល់អានេះជា text alignment មានថាយើងអាចតម្រឹម text ឆ្វេងស្ដាំកណ្ដាលអញ្ចឹងទៅជា margin មួយហ្នឹងយើងរៀនហើយ space outside element ជា pending space inside element ឬក៏អ្វីដែលយើងប្រើដែលញឹកបំផុតគឺថ្មីអានេះជាប្រភេទ box model អញ្ចឹង box model ហ្នឹងវាជាទូទៅវា content ជាមួយទៅនឹងទី1គឺ content ជា text ជាអីឬក៏ជា element ផ្សេងទៀតនៅក្នុង box ប្រអប់មួយហ្នឹងមែនតើទៅគឺ website យើង design គឺចេញពីប្រអប់ទាំងអស់ខ្ញុំមាន extension មួយឈ្មោះអីគេនេះឈ្មោះថា design analyze យើងអាច search extension នៅក្នុង Chrome ហ្នឹងក៏បានដែរខ្ញុំអាច outline តាក់ទងទៅនឹង block element របស់យើងអញ្ចឹងយើងឃើញខ្ញុំ outline បាច់ឃើញទេគឺចេញពីប្រអប់ទាំងអស់ការ design ហ្នឹងគឺចេញពីប្រអប់ទាំងអស់ website របស់យើងនេះអញ្ចឹងយើងមានអីគេនេះប្រអប់ deal ប្រអប់ទាំងអស់ស្អីក៏ដោយគឺចេញពីប្រអប់ទេជា box ចេញជា box ទាំងអស់ខ្ញុំសូមដកវិញក្នុងប្រអប់ហ្នឹងវាទីមួយយើងមាន content ក្នុងហ្នឹងអាចជា text ឬក៏ជារូបភាពឬក៏ជា element នៅក្នុងហ្នឹង pending ហ្នឹងយើងជា space ឬក៏ជាកម្រិតខាងក្នុងនិយាយថាកម្រិតខាងក្នុងទៅគឺកម្រិតពី content ហ្នឹងទៅប្រអប់ហ្នឹងនេះរបៀប content ហ្នឹងទៅប្រអប់ហ្នឹង border នេះជាបន្ទាត់មួយដែលជុំវិញប្រអប់ហ្នឹងហើយវាកម្រិតពី pending ទៅតែខាងក្នុង margin នេះគឺជាកម្រិតខាងក្រៅនៃប្រអប់ហ្នឹងអញ្ចឹងមែនទេទៅគឺយើងអាចដក clear គ្នាឬក៏ដក clear ពី element មួយទៅ element មួយឬក៏ដាក់ចន្លោះពី element មួយទៅ element មួយអញ្ចឹងនិយាយទូទៅប្រអប់របស់យើងមានយើងមានជីវិតជា high អានេះជាថ្មីហើយយើងអត់ទាន់បានបង្ហាញទេជា pending ជា border ជា margin ហើយហ្នឹង background color យើងអស់ហើយចឹងឥឡូវយើងបន្តទៅកូដយើងវិញដើម្បីយើងដឹងថាអ្វីដែលខ្ញុំចង់និយាយហ្នឹងវាមានន័យមិនទូលាណាចឹងដូចបាននិយាយខ្ញុំបាន copy content នេះដដែលពី3ដើម្បីឲ្យយើងដឹងថាវាខុសគ្នាមិនអញ្ចឹងណាហើយយើងមាននៅក្នុង preview របស់យើងមានចឹងយើងមាននេះជា h2 ហើយនេះជា context ក្នុង content ក្នុងហ្នឹងជា description អញ្ចឹងទៅ
ចឹងដោយសារនេះយើងប្រើជា external CSS ចឹងខ្ញុំចង់ apply header នេះ the same header the same navigation របស់យើងដូចទៅនឹងអា home page នេះដែរហើយ home page ហ្នឹងវាដូចគ្នាហើយចឹងនិយាយថា website យើងតែមួយយើងគ្រាន់តែ page ខុសគ្នាហេតុអីក៏នៅបានខុសគ្នាដែរចឹងយើងមានអានេះវាខុសគ្នាឃើញពណ៌ឬក៏ color របស់យើងខុសគ្នាចឹងហើយបានគេប្រើ external CSS គឺក្នុងគោលបំណងហ្នឹងយើងប្រើ internal CSS យើង apply តាមមួយ page ហ្នឹងទេប៉ុន្តែយើងប្រើ external CSS យើងអាច apply ច្រើន page ណាក៏បានដែរដែលមានដែលចែកជា class ជា ID ដែលយើងបានចាត់ចែងហ្នឹងខ្ញុំចង់ include external CSS របស់ខ្ញុំនេះមក index របស់ខ្ញុំវិញហើយខ្ញុំអាចចឹងខ្ញុំសូម backup file index នេះចោលចេញមួយដើម្បីឲ្យយើងរក្សាទម្រង់ដើមឲ្យយើងចាំខ្ញុំគ្រាន់តែ copy ហើយ paste ចូលក្នុងនឹងដដែលមកខ្ញុំដាក់ថានេះជាinternal CSS គាត់អញ្ចឹងមកដដែលទេហើយអានេះយើងរក្សាដដែលទី1ខ្ញុំលុប internal style ចោលលុបចោលទាំងអស់តែយើង backup ហើយតោះនេះទី2ខ្ញុំលុប inline style ចោលវិញជាស្អីយើង backup ហើយអស់ហើយអញ្ចឹងនេះទម្រង់ដើមរបស់យើងវិញហើយអញ្ចឹងយើងអត់ធ្វើអីច្រើនទេយើងគ្រាន់តែ include internal បញ្ចូលមក link auto complete style sheet អញ្ចឹង link ទៅកាន់ style sheet របស់យើង style.cs បិទ tag វិញ cell គេហៅ cell close tag តាមប៉ុណ្ណឹងមកវាអត់ទាន់មានអីយើង refresh ទៅវាអត់ទាន់មានអីទេគឺដោយសារក្នុងរបស់យើងមាន rule មួយចំនួនអញ្ចឹងអា nail នេះខ្ញុំដាក់ខាងក្រៅយើងដាក់ខាងក្នុងហ្នឹងក៏បានដែរឥឡូវខ្ញុំខាត់វាមកខាងក្រៅវិញចឹងនៅក្នុង header នេះយើងដាក់ class មកឈ្មោះគេ main header ខ្ញុំគ្រាន់តែ apply class អ្វីដែលយើងបានទៅ save ក្នុង style.cs ហ្នឹងមកខ្លះត្រូវអត់ចប់មើលសិន style header style.cs មើលសិន main header ត្រូវដែរបិទចោលនេះកុំឲ្យច្រឡំគ្នា main header h1 save ខ្ញុំអាចនឹង restart home internal អញ្ចឹងយើងមើលនៅក្នុង inspection មកវាមានបាត់អីអត់ header របស់យើងនេះយើងបាន link ទៅ style របស់យើងហើយអត់អីវាអត់ដើរសិនមើលយើង stop នេះមួយសិនមកសេខុសមួយអូខេឃើញ like ខុសនៅអញ្ចឹងយើង
cài bây giờ coi cái này nè bắt đầu đi vay nó ná na where is code editor hồi dẫn tận này bật cao vào đấy nè nè hồi dẫn ta lâu dân ta cài về má mình đang dân đại nè xây comment tích đa tầm một cho nên cái real refer ok không tháng không ta đá đấy nhưng apply từ main header vào dân cái môi sân thế nè nè home ok đá với nha trò với nha chứ nhưng mà bài trăm bách sẽ style sai dân mình external file ai link tàu pi bay page tại miền để chương trong apply style để đôi khi để chỉ header chỉ nếu đôi khi dương pra ta mà file nó thì dương ai pra chụp lại mà này chẳng ta đá nhưng mua đi tôi lại mấy đứa con mua đi tôi lại kẹt mua lại mấy chứ chẳng ai giờ mời tới những bắt đầu đi chào ở chứ này này dương mình nắm ok một top cứ dương nó không nêu ba và dán khai dán chung môi kế đôi là nó sẽ alpha và dán class nếu và nhưng con là phần đăng máu nêu ba và dán cứ tôi kia vào đây nè dán home nè chẳng nó cứ dán pra internal style sao ấy dương ai apply tao page xây này bán mình ta internal ba ra một page năng đề chúng bởi thì hơi dân miền page dân đó một page vậy tới dân mình từ CCI là đá là con đã nêu ba và dân này chẳng bởi dân miền chạy tương tình năng mền phôi dễ nhưng ai đặt ID content content hay dân ai content nó cứ default content nó dân mình bảo có thà content nó dân đặt cho nông năng rồi có ít nông năng tế dân còn là đặt content nó dân ai đặt chỉ ABC người ta bàn chứ này ai còn là default content nó cứ dương miền space hàng lớn cả tham mà chính hay dương miền background color giờ hay dương miền padding ở giờ bật cao hỏi chứ là lỡ hôm nay năm tôi chia người thiết tiện tông thành năng bọc bộ đá chân tờ đá bọc bộ đá trong nhóm bậc cao thì bậc cao ai vậy thay dân trai chỉ section các bán và ta năng lấy nhóm trai tại chi điều đó trong nhóm miền khai mỗi chúng ta bọc bọc năng dương quan đã chia tha thì còn thân trong nó ngọt bên từ C H đấy cứ example box model example box model box hơi giống chỉ tu táo vì tranh màu trắng một tái vì mình như thế nhưng ai ra box model phải là 7 triệu thì họ tu táo
ខាងក្រោមគេអញ្ចឹងបកញ៉ាលំធូរយកទេអញ្ចឹងបក model របស់យើងជាប្រអប់យើងអាចទី1យើងអាចតកតងទៅនឹង margin ខ្ញុំអាចដាក់ច្រឡំ margin របស់យើងខ្ញុំអាចដាក់ថា10 px សិនតិចខ្ញុំនឹងបញ្ចូលតកតងនឹង property របស់ margin និង pending 10 px ដូចគ្នាប៉ុន្តែលើកនេះខ្ញុំមាន box របស់ខ្ញុំមាន width ຂະຫນາດទំហំទទឹងខ្ញុំដាក់ថា 200 px ហើយនឹង height 150 px នៅពេលយើងមកទៅដូចវាអត់មានអីផ្លាស់ប្ដូរវានៅតែប្រអប់ដដែលត្រូវហើយប៉ុន្តែមិនទេឃើញអា container យើងឬក៏អា main របស់យើងហ្នឹងវារីកធំហ៎មិនដោយសារកូនខ្សែអា element នៅក្នុងហ្នឹងវាចេញមកហើយក្នុងប្រអប់របស់យើងត្រូវមានអីគេ border យើងមាន value ច្រើនឲ្យយើងបានមើលតិចទី1គឺ 1px នេះគឺជាតម្លៃកម្រាស់ border អានេះគឺជាប្រភេទ border solid ហ្នឹងគឺបន្ទាត់ត្រង់អានេះគឺជាពណ៌ border របស់យើងឃើញថា CF property របស់ border តម្លៃវាមានច្រើនតែខ្លះយើងអត់ដឹងថាតម្លៃទី1ជាស្អីទី2ជាស្អីចេញមកប្រអប់របស់យើងបានមួយខ្ញុំចង់កែកម្រាស់ border របស់យើងអាចដាក់ជាប៉ុន្មាន4 pixel មកកម្រាស់របស់យើងធំជាងមុនខ្ញុំអាចដូរពីជា solid ទៅជាអីគេdash ដាច់គ្នា solid នេះគឺជាទូទៅអា solid ហ្នឹងគឺបន្ទាត់ត្រង់បន្ទាត់អត់មានអីគឺពណ៌សុទ្ធឬក៏អត់មានអីលាយឡំជាមួយញ៉ាំ solid នេះគឺជាពណ៌របស់ border ហ្នឹងបើនិយាយជា CS property border ហ្នឹងវាមាន value ច្រើនដោយសារវាត្រូវផ្គុំចូលគ្នាច្រើននៅពេលដែលយើង hover លើ property ឬក៏លើ value ហ្នឹងវាចេញជា information ឲ្យយើងអញ្ចឹងតើតើនឹង border ហ្នឹងយើងមានទី1គឺ line width ទី2គឺ style ទី3 color តែប៉ុណ្្នឹងទេតើណាហើយបើយើងចង់ឲ្យប្រអប់យើងហ្នឹងរៀងក្នុងវារៀងមូលយើងដាក់ border ដូចគ្នាប៉ុន្តែគេហៅថា border radius នេះជាជ្រុងមូលយើងអាច apply ម្ដងទាំងអស់ខ្ញុំដាក់ថា 10 px ចឹងទៅខ្ញុំមូល10 pixel នៅពេលយើងមើលប្រអប់យើងរៀងមូលឃើញទេវាគិតថាវាអត់នេះយើងអាចបន្ថែមទៀតក៏បានដែរឬក៏ខ្ញុំបន្ថែមពី3 property ទៀតលើនេះខ្ញុំដាក់15 px ខ្ញុំដាក់តែ2 property នេះទេខុសគ្នាមិនយើងឃើញមានអីខុសគ្នាទេជ្រុងរបស់វាអា border កោងរបស់វានេះយើងឃើញមានអីគេប្លែកអត់បើយើង apply តែ2 property នេះគឺវាចាប់ជ្រុងយើងទី1គឺចាប់ផ្ដើមពីជ្រុងខាងនេះហើយនឹងជ្រុងខាងនេះផ្ទុយគ្នាហើយអានេះបានខាងនេះយើងអាច apply 4ក៏បានដែរទៅខ្ញុំដាក់នេះ20 px 5 px ដើម្បីឲ្យយើងងាយដឹងថាអាណាជាណា
អានេះយើងរាប់ពីលេខរៀងទី1មក 10px នេះគេ15ហីមិនហ្នឹង15ទៅហី15px បន្ទាប់ទៅមករាប់មកក្រោម 20px អញ្ចឹងវារាប់ពីស្ដាំទៅឆ្វេងពីលើចុះក្រោមបើយើងដាក់ប្រវិធី4នៅក្នុងvalue 4នៅក្នុងប្រវិធីហ្នឹងមក margin វិញបើយើងចង់បានអញ្ចឹងក៏ដូចគ្នាដែរយើងអាចដាក់តម្លៃពេលខ្លះយើងអត់ចង់បាន margin ទាំង4ជ្រុងហ្នឹងតម្លៃ10 pixel ដូចគ្នាទាំងពីរទេទាំងអស់ទេយើងអាច apply ថាអូនេះបើខ្ញុំ apply តែ2អញ្ចេះmargin យើងមិនវិញ margin វារាប់ពីឆ្វេងលើស្ដាំដូចគ្នាដែរបើយើង apply ពីហ្នឹងគឺឆ្វេងស្ដាំលើក្រោមមានថាឆ្វេងស្ដាំ5 pixel លើក្រោម10 pixel ទៅស្អីញ៉ាឆ្វេងស្ដាំ5លើក្រោម10ហើយនេះរាប់ពីលើមកវិញរាប់ពីលើមកវិញអានេះរាប់ពីលើមកវិញអានេះលើក្រោមឆ្វេងស្ដាំយើងអាចបន្ថែមដល់4ក៏បាន3ក៏បានដែរខ្ញុំអាចដាក់ថាក្រោមនេះជា20 pixel ហើយអាក្រោយគេគឺ0 px យើងមើលអញ្ចឹងដោយសារយើងអត់ថន់នេះទេដោយសារយើងមាននេះថែមនេះយើងមើលអត់ដឹងឥឡូវខ្ញុំបញ្យល់នេះឲ្យសិនបើយើង apply margin value 4 value ចេះមានន័យថារាប់ពីលើមកមុនលើស្ដាំក្រោមឆ្វេងគេរាប់អញ្ចឹងមកហើយយើងសាក់ play around ទៅអញ្ចឹងមែនអត់ហើយអា box នេះខ្ញុំខាងក្រោយគឺ background របស់យើងខ្ញុំដាក់ background color light gray អញ្ចឹងទៅនេះជាប្រអប់របស់យើងអញ្ចឹងទៅដដែល website យើងបង្កើតមកគឺចេញពីប្រអប់ទេចេញពីប្រអប់ដែលយើងផ្គុំចូលគ្នាទេគ្រាន់តែប្រអប់ហ្នឹងយើងចង់ដាក់កន្លែងណាហើយទំហំប៉ុណ្ណាមកខ្ញុំចង់បានប្រអប់មួយទៀតដោយសារយើងមានប្រអប់របស់យើងហើយនេះយើងចង់បានប្រអប់មួយទៀតធ្វើម៉េចយើងគ្រាន់តែអីគេview ទៀតមកហើយ box 2យើងទៅអាចដាក់អីគេ class box ដូចគ្នាមកដោយសារ class យើងអាចប្រើបានច្រើនដងយើងអាច apply style ដដែលក្នុង element ហ្នឹងឲ្យ class តែមួយហ្នឹងប្រអប់យើងមាន2ដូចគ្នាខុសតែ content ទេហើយប្រអប់ហើយយើងនេះយើងមិនវានៅជាប់គ្នាឬក៏បន្តគ្នាទេដោយសារអី deal ជាគេ deal ជា block element ណាអញ្ចឹងគឺទៅពេលដែលវានៅកន្លែងណាវា take full width ទាំងអស់ទោះបីយើងដាក់ width ឲ្យវាក៏ដោយគឺវាយក space មកបន្ទាត់នឹងទាំងអស់ហ្នឹងគឺគេហៅថា block element របស់យើងនេះគឺ introduction ទៅកាន់ box model របស់យើងដែលមេរៀនក្រោយគឺយើងនឹងយកអា box model ហ្នឹងមកធ្វើជា layout នៃ web page របស់យើងអញ្ចឹងប្រអប់ជាទូទៅដដែលយើងមានទទឹងយើងមានកម្ពស់យើងមាន padding គម្លាតឬក៏ចន្លោះខាងក្នុងយើងបន្ទាប់ពី padding ហើយហ្នឹងយើងមាន border ហើយនឹង margin ខាងក្រៅហើយនឹងបន្ថែម property ផ្សេងទៀតក៏បានដែរមុនហ្នឹងតើតូននឹង font alignment យើងអាចបន្ថែម alignment នៅក្នុងប្រអប់យើងក៏បានដែរ click align left
ខាងឆ្វេង default ណាឬក៏គេ right ខាងស្ដាំឬក៏ center កណ្ដាលមកយើងចង់ដាក់អក្សរយើងនៅកណ្ដាលប្រអប់គឺយើងដាក់ center កណ្ដាលប្រអប់និងកណ្ដាល page របស់យើងនេះគឺកណ្ដាលប្រអប់របស់យើងចឹងពេលខ្លះយើងបង្កើត CSS មកជា external CSS ជា class utility ខ្លះឬក៏ជា basic text styling យើង apply ទៅលើឲ្យតែ p-text គឺយើងប្រើ font size 16 ហើយ line height ជាទំហំកម្ពស់អក្សរពីបន្ទាត់មួយទៅបន្ទាត់មួយប៉ុណ្្នឹងទាំងអស់ឬក៏បើយើងចង់ highlight អក្សរណាដែលមាន highlight យើងអាចបង្កើត class មួយចោលចឹងទៅគឺយើង apply span លើ span ទៅគឺវានឹង highlight ឲ្យយើងទាំងអស់ក្នុងហ្នឹងចឹងយើងមិនចាំបាច់បង្កើតដដែលទៀតទេចឹងក្នុងមេរៀននេះគ្រាន់តែយើងឲ្យយើងចេះសរសេរ CS ជាមួយ HTML ទេយើងអត់មានអីណាទៅ fancy អីណាទៅ design ទៅជា layout ចេញមកទេសំខាន់យើងយល់ basic សិនការសរសេរមិនចង់ apply ទៅលើ element នេះខ្ញុំធ្វើមិនដើម្បី apply ត្រូវ element ហ្នឹងតាមរយៈអីគេ selector របៀបម៉េចហើយការសរសេរយើងមានអីគេ internal external អីហ្នឹង inline ហ្នឹងវាខុសគ្នាម៉េចហើយយើងប្រើអាណាល្អជាងឬក៏ហេតុអីបានយើងប្រើ external អញ្ចឹងទៅចឹងនេះគឺជាកន្លែងដែលយើង note មួយចំនួនថាការប្រើ class ហើយនឹង ID ចឹងដដែលខ្លះនៅពេលយើងអាចបើយើងប្រើខ្លះយើងអាច apply style ច្រើនដងនៅក្នុង element ផ្សេងគ្នាប៉ុន្តែ ID គឺ unique យើងប្រើបានតែមួយ element ទេពេលខ្លះយើងសរសេរទៅវាត្រូវវាដែរតែប៉ុន្តែវាអត់ត្រូវគោលការណ៍គេទេចឹងបើយើងចង់ apply style ឬក៏អីដែលច្រើននៅក្នុង element ផ្សេងគ្នាយើងប្រើជា style ហើយមែនតើខ្ញុំអាចបង្កើតទៅជា utility style ក៏បានដែរគេហៅថា utility ឧទាហរណ៍ខ្ញុំចង់ដាក់ថាBG rate ចឹងណាខ្ញុំអាចបង្កើតអីគេclass ជាមួយឈ្មោះថា BG rate class ហ្នឹងអត់មានធ្វើអីទេគ្រាន់តែដូរ background ទៅជាក្រហមទេអូខេ background color red គឺក៏ខ្ញុំបង្កើតជា utility class មួយគឺ text highlight អញ្ចឹងហ៎ highlight ហ្នឹងគឺ highlight របស់យើងគឺយើងចូលដាក់ background ទាំងអស់ហ្នឹងគឺយើងអាចនិយាយថា background color yellow ซึ่งនៅពេលណាដែលខ្ញុំត្រូវការ background ក្រហមឬក៏ខ្ញុំចង់ដាក់ text របស់ខ្ញុំ highlight ឥឡូវខ្ញុំមក external វិញណាខ្ញុំចង់ highlight text កន្លែងនេះមួយនេះពីហើកន្លែងពាក្យនេះមួយអញ្ចឹងក៏ដាក់ span មកដាក់ span ហើយយើងដាក់ខាងមក text ហើយយើងចង់ដាក់ highlight ត្រឹមណាឧទាហរណ៍ត្រឹមអីគេមានណាអញ្ចឹងកន្លែងដើរឧទាហរណ៍យើងមក external វិញនេះឃើញទេគឺថាយើងមិនចង់តែ highlight ច្រើនតែមួយកន្លែងហ្នឹងយើងចង់ពី3កន្លែងទៀតយើងមិនចាំបាច់ទៅសរសេរ inline ឬក៏ internal នឹង CSS យើងប្រើអាហ្នឹងមួយយើង copy អានេះផាសមកឬក៏ខ្ញុំចង់ដាក់កន្លែងណាមួយទៀតchứខ្ញុំចង់ដាក់កន្លែង external CSS នេះខ្ញុំតែដាក់ span មក span
class h highlight មកហើយ rep កន្លែងណាយើងចង់ដាក់ចឹងទៅ rep វាមកចឹងខុសយើង highlight ហើយអាហ្នឹងគឺ CS យើងបង្កើត class តែមួយយើងអាច apply 2 3កន្លែងបានយើងមិនចាំបាច់ហត់ទៅសរសេរអីថែមទៀតឬក៏ខ្ញុំចង់បានកន្លែងនេះជា description នេះខ្ញុំចង់បន្ថែមមួយទៀតគឺខ្ញុំចង់ដាក់ background ក្រហម BG red BG red ហ្នឹងយើងសរសេរឲ្យតើក្នុងនេះឃើញទេ apply ប៉ុណ្ណឹងមកឃើញកន្លែងក្រហមបាត់ហើយក៏ BG red ហ្នឹងយើងអាច apply ខ្លះ2 3 4 5នៅក្នុង element តែមួយហ្នឹងក៏បានដែរដោយសារយើងអាចបង្កើតជា utility ខ្លះដែលខ្ញុំដាក់ BG red អញ្ចឹងណាឬក៏នៅក្នុងនេះខ្ញុំអត់ចង់អញ្ចឹងខ្ញុំចង់deal នេះខ្ញុំចង់ deal នេះខ្ញុំចង់ special ជាងគេខ្ញុំចង់ដាក់ BG red background ក្រហមអញ្ចឹងមក deal ហ្នឹងក្រហមហ្នឹងការប្រើ external CX គឺយើងអាច apply បានច្រើនកន្លែងអញ្ចឹង page ផ្សេងគ្នាឃើញទេវាអត់ប៉ះពាល់គ្នាទេហ្នឹងការប្រើខ្លះគឺយើងបានច្រើនដងអញ្ចឹងប៉ុន្តែ ID unique តែមួយទេមួយទៀតដដែលដូចខ្ញុំនិយាយអញ្ចឹងយើងអាចប្រើ comment ដើម្បី separate CS file របស់យើងដើម្បីអីគេដឹងថាblock នេះខ្ញុំសរសេរ style កន្លែងណា style ដាក់លើអីលើ header លើ body អញ្ចឹងទៅ inline style គេ avoid using មកថាជាយាមកិច្ចបានកិច្ចទៅ style inline style ហ្នឹងដើម្បីឲ្យHTML របស់យើង clean ហើយយើងងាយស្រួលនឹង maintenance នៅពេលយើងដូរចឹងយើងប្រើ external style នឹង scroll មកផុតយើងប្រើ external style ជាភាសាបច្ចេកធំហ្នឹងមកដោយសារអីដោយសារពេលខ្លះ page របស់យើងមាន5គ្រាន់តែ header ដដែលហ្នឹងយើងហេតុអីយើងត្រូវការសរសេរ CSS header 2 3ទៅ page ផ្សេងគ្នាទៅអីយើងប្រើ external ទៅយើង link style តែ header ទៅយើង link 4 5 page ចូលគ្នាគឺដូរតែ content តាហើយយើងសាកចូលមើល website ផ្សេងឬក៏ website ព័ត៌មានឲ្យយើងចូលទៅ detail អីពេលខ្លះnail bar ហ្នឹងតាមដាលហ្នឹងមានដូរអីគេដូរតែ content page តាទៅហើយដូចយើងយ៉ាងនេះ home ហើយនឹង introduction ឃើញយើង click លើ page ហ្នឹងដូរតែអក្សរតាទៅហើយនឹង content តាអញ្ចឹងមានថា style ហ្នឹង apply ដដែលទេអញ្ចឹងហេតុយើងត្រូវតាប្រើ external style sheet ឬក៏ external CSS បានធ្វើឲ្យការងារនឹងបានហាម control C control V នៅក្នុង ChatGPT ដូចមិញហ្នឹងគ្នាយើងមានច្រើនករណីហើយអញ្ចឹងទីទៀតខ្ញុំនឹងបន្លំដើម្បីធ្វើមើលព្រយើងមើលទៅដឹងថា generate ខ្លួនឯងឬក៏ជាចំ generate ផ្សេងខ្លួនឯងឬក៏ GPT ផ្សេងឲ្យឥឡូវយើងអត់តន់ទៅដល់ homework ទេឥឡូវខ្ញុំ